អ្នកគ្រូថ្ងៃនេះយើងមកទាញយកពញាតបានបត្តិនៃការប្រឡងប្រចាំខែកក្កដារបស់កូនសិស្សរបស់លោកគ្រូអ្នកគ្រូសួស្តីលោកគ្រូអ្នកគ្រូទាំងអស់គ្នាអញ្ចឹងវីដេអូមួយនេះខ្ញុំមកចែករំលែកលោកគ្រូអ្នកគ្រូទាក់ទងនឹងការចូលទៅទាញពញាតបានបត្តិរបស់កូនសិស្សរបស់លោកគ្រូអ្នកគ្រូសម្រាប់ការប្រឡងប្រចាំខែកក្កដាអញ្ចឹងចង់ដឹងថាតើការទាញពញាតបានបត្តិនៅក្នុងថ្នាលបឋម PLP តើយើងធ្វើដូចម្ដេចអញ្ចឹងយើងទៅទស្សនាវីដេអូនេះពេញទាំងអស់គ្នាអញ្ចឹងជំហានដំបូងលោកគ្រូអ្នកគ្រូចូលទៅកាន់ profile បាទចូលទៅកាន់ profile មកបន្តមកទៀតលោកគ្រូអ្នកគ្រូចូលពាក្យតេស្តដែរបាទហើយម្ដងនេះលោកគ្រូអ្នកគ្រូអត់ចូលប្រឡងប្រចាំខែទេលោកគ្រូអ្នកគ្រូចូលកន្លែងសញ្ញានេះដូចខ្ញុំបង្ហាញនេះលោកគ្រូអ្នកគ្រូបាទចូលមកបន្តមកទៀតយើងចូលមកយើងឃើញបែបនេះអញ្ចឹងយើងអត់ទាន់ទៅដល់កន្លែងអ្វីដែលយើងចង់បានទេអញ្ចឹងលោកគ្រូអ្នកគ្រូចុចពាក្យតម្រងនេះមកលោកគ្រូអ្នកគ្រូបាទអញ្ចឹងនៅពេលដែលលោកគ្រូអ្នកគ្រូចុចពាក្យតម្រងជំហានដំបូងលោកគ្រូមើលថ្នាក់បើសិនមកលោកគ្រូបរៀនថ្នាក់ទីប្រមាណយើងចូលទីថ្នាក់ទីប៉ុណ្ណឹងមកអញ្ចឹងខ្ញុំបរៀនថ្នាក់ទី6បាទខ្ញុំថ្នាក់ទី6ចូលទីថ្នាក់ទី6តបមកទៀតយើងមើលការបច្ឆេទបន្ទាប់ពីមើលថ្នាក់យើងមើលតែការបច្ឆេទមួយមកបាទដូចថាយើងប្រឡងថ្ងៃនេះអញ្ចឹងយើងចូលមើលការបច្ឆេទអញ្ចឹងយើងឃើញការបច្ឆេទឆ្នាំ2025អញ្ចឹងលោកគ្រូចុចពាក្យសញ្ញាផ្កាប់នេះមកហើយលោកគ្រូយកខែធ្នូហើយចុចអូខេតបមកលោកគ្រូឃើញ2025ដែរលោកគ្រូចុចចូលកន្លែងហ្នឹងវិញហើយលោកគ្រូចុចទៅមុខបាទចូលដល់2026ហើយលោកគ្រូចុចខាងក្រោមយកខែកក្កដាហើយថ្ងៃទីម៉ានថ្ងៃយើងថាយើងប្រឡងថ្ងៃនេះឧទាហរណ៍ថ្ងៃទី23អញ្ចឹងយើងចុចពាក្យថាអូខេអញ្ចឹងយើងឃើញ2026អញ្ចឹងតោះមកលោកគ្រូចុចពាក្យថាអនុវត្តបាទអញ្ចឹងពេលលោកគ្រូចុចមកឃើញឈ្មោះកូនសិស្សលោកគ្រូបានប្រឡងថ្ងៃនេះហ៎បាទអញ្ចឹងតែទៅបើកហ្នឹងកូនសិស្សរបស់ខ្ញុំប្រឡងមុខវិជ្ជាសិក្សាសង្គមខែកក្កដាខាងក្រោមនេះមិនមែនទេខាងក្រោមនេះគឺជាតេស្តដើមឆ្នាំចុងឆ្នាំតែខាងលើប្រចាំខែកក្កដាសិក្សាសង្គមអញ្ចឹងគាត់ប្រឡងអញ្ចឹងសំណួរមាន40អញ្ចឹងគាត់ត្រូវ26ខុស14រំលង0គាត់បានបន្ទុក 6.50 ហើយភាគជុំភាគគាត់បាន 65% នីតិឌីអញ្ចឹងរយៈពេលនៃការធ្វើរបស់គាត់គឺរយៈពេល24នាទី24វិបាទអញ្ចឹងតើពីយើងមើលកន្លែងហ្នឹងអស់ហើយអញ្ចឹងលោកគ្រូអ្នកគ្រូទៅទាញយកពញាបានបត្តិបាទកន្លែងពញាបានបត្តិលោកគ្រូឃើញរូបពញាបានបត្តិអញ្ចឹងលោកគ្រូចុចទាញពញាបានបត្តិមកបាទគ្រូចុចប៉ុណ្ណឹងមកបាទឥឡូវទូរស័ព្ទដៃតមកទៀតលោកគ្រូចុចពាក្យថាទាញយកដូចរាល់ដងចឹងលោកគ្រូបាទបង្ហាញជូនសម្រាប់លោកគ្រូគាត់អត់ទាន់ធ្វើបានអញ្ចឹងណាលោកគ្រូខ្ញុំទាញមកបាទចុចពាក្យហ្នឹងពាក្យ download បាទអញ្ចឹងយើងចុចពាក្យ open មកបាទអញ្ចឹងនេះវិញ្ញាបានបត្តិកូនសិស្សរបស់ខ្ញុំបាទគាត់ប្រឡងមកតែម្នាក់បើទៅបើកព្រឹកមិញបាទគឺវីដេអូនឹងធ្វើຕົកអញ្ចឹងតបមកហើយលោកគ្រូចូលទៅមើល PLP យ៉ាងវិញបាទបន្ទាប់ពីទាញទៅហើយចុចខ្វែងមកលោកគ្រូបាទអញ្ចឹងមួយទៀតកន្លែងទិន្នន័យនេះមួយទៀតលោកគ្រូព្រោះនេះយើងអាចមើលអាចទាញបានដែរប្រវត្តិនៃការប្រឡងអញ្ចឹងយើងអត់ទាញទេហើយមួយទៀតលោកគ្រូឃើញចំណុចដែលគេអាប់ដេតថ្មីចូលកន្លែងprofile ដែរលោកគ្រូមើលពាក្យរបាយការណ៍បាទរបាយការណ៍លើកនេះមាន3របាយការណ៍ប្រឡងថ្នាក់បាទប្រឡងថ្នាក់បាទលោកគ្រូមើលទៅនេះរបាយការណ៍ប្រឡងថ្នាក់សិស្សម្នាក់ទី2របាយការណ៍សាលាបាទសិស្សម៉ានេះបាទលោកគ្រូមើលដែរហើយមួយទៀតរបាយការណ៍ប្រើប្រាស់សាលារៀនបាទលោកគ្រូមើលទៅបាទទៅអាប់ដេតថ្មីអញ្ចឹងវីដេអូមួយនេះគឺមានតែប៉ុណ្្នឹងទេអញ្ចឹងសង្ឃឹមថាលោកគ្រូដែលពីមុនអត់ធ្វើអត់បានឥឡូវអាចយកវីដេអូមួយនេះទៅទាញយកវិញ្ញាបានបត្តិនៅពេលដែលកូនសិស្សរបស់លោកគ្រូប្រឡងចប់អញ្ចឹងណាអញ្ចឹងវីដេអូមួយនេះគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនយើងនឹងជួបគ្នានៅវីដេអូបន្តទៀត